បើសប្បាយពេកនៅក្នុងភាពល្បីឈ្មោះខ្ញុំនឹងនឹកគិតដល់ពេលអាម៉ាស់មុខបើមានទ្រព្យច្រើនពេកខ្ញុំនឹងនឹកគិតដល់ជនដែលគ្មានបាយហូបបើគិតថាជំនាញរបស់ខ្លួនខ្ពស់ហួសតម្រូវការរបស់គេខ្ញុំនឹងងើយឡើងលើហើយសម្លឹងមើលទៅផ្កាយបើមានអារម្មណ៍ខ្វះសមត្ថភាពខ្ញុំនឹងនឹករំលឹកដល់ភាពជោគជ័យនៅអតីតកាលបើមានអារម្មណ៍ថាខ្លួនគ្មានតម្លៃខ្ញុំនឹងនឹកគិតទៅដល់គោលដៅនៃជីវិតនាពេលអនាគតថ្ងៃនេះខ្ញុំនឹងធ្វើជាម្ចាស់លើអារម្មណ៍ខ្លួនឯងដូច្នេះចាប់ពីពេលនេះតទៅខ្ញុំនឹងចងចាំទុកក្នុងចិត្តថាមានតែបុគ្គលដែលមានសមត្ថភាពតូចទាបជាងគេទេដែលនៅមានឱកាសដើម្បីក្លាយជាមនុស្សដ៏ប្រសើរអស្ចារ្យម្នាក់នៅពេលខាងមុខនឹងមានថ្ងៃខ្លះខ្ញុំត្រូវតតាំងដោយសេចក្តីក្លាហាននិងកម្លាំងនៃអារម្មណ៍អវិជ្ជមានដែលមានសមត្ថភាពអាចហែកហួរខ្ញុំឲ្យទៅជាចម្រៀកបានហើយមានអារម្មណ៍អវិជ្ជមានទាំងនោះដូចជាការពិបាកនិងធ្លាក់ទឹកចិត្តជាដើមងាយនឹងកត់ចំណាំបានណាស់ថាជាគ្រឿងបំផ្លាញជីវិតប៉ុន្តែក៏នៅមានអារម្មណ៍មួយចំនួនដែលចូលមកក្នុងរូបភាពស្រស់ស្រាយនិងមិត្តភាពប៉ុន្តែពួកវាបែរជាអាចបំផ្លាញខ្ញុំទៅវិញដូច្នេះខ្ញុំក៏ត្រូវតតាំងនឹងអារម្មណ៍វិជ្ជមានបែបនោះដែរដោយមិនត្រូវបណ្ដោយខ្លួនឲ្យបាត់បង់ការគ្រប់គ្រងខ្លួនឯងនោះឡើយបើក្លាហានជ្រុលពេកខ្ញុំនឹងនឹកដល់ភាពបរាជ័យដែលធ្លាប់មានបើឃ្លានហួសពេកខ្ញុំនឹងនឹកដល់សេចក្តីអត់ឃ្លាននៅអតីតកាលបើមានសេចក្តីឆ្អែតឆ្អន់ពេកខ្ញុំគិតថានឹងមានគេមកប្រកួតយកជែងបើសប្បាយពេកក្នុងភាពល្បីឈ្មោះខ្ញុំនឹកគិតដល់ពេលអាម៉ាស់មុខបើមានទ្រព្យច្រើនពេកខ្ញុំនឹងនឹកគិតដល់ជនដែលគ្មានបាយហូបបើមានមោទនភាពលើខ្លួនឯងពេកខ្ញុំនឹងនឹកគិតដល់កាលនៅទុនខ្សោយបើគិតថាជំនាញរបស់ខ្លួនខ្ពស់ហួសតម្រូវការរបស់គេខ្ញុំនឹងងើយឡើងលើហើយសម្លឹងមើលទៅផ្កាយថ្ងៃនេះខ្ញុំនឹងធ្វើជាម្ចាស់លើអារម្មណ៍ខ្លួនឯងដោយបានរៀនចំណេះដឹងថ្មីមួយនេះខ្ញុំក៏ត្រូវស្វែងយល់ពីអារម្មណ៍របស់អ្នកទាំងឡាយដែលខ្ញុំកំពុងបញ្ចុះបញ្ចូលឲ្យទិញទំនិញរបស់ខ្ញុំផងដែរខ្ញុំនឹងមិនប្រកាន់ទោសបីនឹងអារម្មណ៍ខឹងក្រៅក្រោធនិងអារម្មណ៍មួម៉ៅរបស់ពួកគេនោះទេព្រោះខ្ញុំយល់ថាពួកគេនៅមិនទាន់បានរៀននៅអាកំបាំងដើម្បីគ្រប់គ្រងចិត្តរបស់ខ្លួនឯងនៅឡើយខ្ញុំអាចទ្រាំឈរដើម្បីរាំងគ្រាប់ព្រួញនៃពាក្យបញ្ឈឺចិត្តរបស់ពួកគេព្រោះខ្ញុំជឿថាពួកគេនឹងផ្លាស់ប្ដូរចិត្តហើយរីករាយនឹងត្រឡប់មករកខ្ញុំវិញខ្ញុំលែងវិនិច្ឆ័យមនុស្សដោយគ្រាន់តែជួបគ្នាតែមួយដងហើយនៅថ្ងៃស្អែកខ្ញុំនឹងហៅពួកគេម្ដងទៀតគឺអ្នកដែលបានបង្ហាញសេចក្តីក្រេវក្រោធនៅពេលស្ដាប់ការឃោសនារបស់ខ្ញុំនៅថ្ងៃនេះគេប្រកែកមិនព្រមទិញរទេះសេះមាសដែលមានតម្លៃត្រឹមតែ1កាក់តែនៅថ្ងៃស្អែកពួកគេគង់នឹងហ៊ានដោះដូរផ្ទះរបស់ខ្លួនជាមួយដើមឈើមួយកង់ជាមិនខានអាកំបាំងដែលខ្ញុំបានរៀននេះគឺជាកន្លឹះនាំខ្ញុំទៅជាអ្នកមានទ្រព្យស្ដុកស្ដំម្នាក់នៅថ្ងៃអនាគតថ្ងៃនេះខ្ញុំនឹងធ្វើជាម្ចាស់លើអារម្មណ៍ខ្លួនឯងចាប់ពីពេលនេះតទៅខ្ញុំនឹងរៀនពិនិត្យមើលដើម្បីយល់ពីអារម្មណ៍របស់អ្នកដទៃព្រមទាំងអារម្មណ៍របស់ខ្លួនឯងផងដែរចាប់ពីខណៈនេះតទៅខ្ញុំត្រូវត្រៀមខ្លួនជាស្រេចដើម្បីគ្រប់គ្រងចិត្តរបស់ខ្លួនឯងចាប់តាំងពីពេលក្រោកពីដំណេកឡើងទៅខ្ញុំនឹងធ្វើជាម្ចាស់លើអារម្មណ៍តាមរយៈការប្រព្រឹត្តនៅសកម្មភាពណាដែលវិជ្ជមានហើយបើកាលណាខ្ញុំអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានហើយខ្ញុំក៏នឹងអាចគ្រប់គ្រងវាសនារបស់ខ្លួនឯងបានដែរថ្ងៃនេះខ្ញុំនឹងគ្រប់គ្រងវាសនារបស់ខ្លួនឯងហើយវាសនាដែលខ្ញុំប្រាថ្នា
ចង់បាននោះគឺចង់ក្លាយជាកម្ពូលអ្នកលក់ម្នាក់នៅលើលោកខ្ញុំគឺជាម្ចាស់លើខ្លួនឯងខ្ញុំនឹងក្លាយជាមនុស្សអស្ចារ្យម្នាក់ឥឡូវដុំទី6ត្រូវបានបញ្ចប់ជួបជាមួយនឹងខ្ញុំបាទនៅវគ្គបន្តទៀតដែលមានចំណងជើងថាខ្ញុំនឹងសោយដាក់ពិភពលោក